ជំរាបសួរខ្ញុំអាចឈ្មោះពងច័ន្ទសុភាខ្ញុំជាអាណាព្យាបាលហើយក៏ជាឪពុករបស់សិស្ស3នាក់ដែលរៀននៅសាលាសវណ្ណភូមិហើយក៏ជាអាណាព្យាបាលរបស់ក្មួយដែលរៀនក្នុងសាលាសវណ្ណភូមិដែរសម្រាប់ការរីកចម្រើនរបស់គិរីដែលខ្ញុំសង្កេតឃើញពេលដែលគាត់ឡើងធ្វើបទបង្ហាញជាភាសាអង់គ្លេសគឺគាត់និយាយបានយ៉ាងស្ទាត់ជំនាញហើយគាត់ការប្រើប្រាស់កុំព្យូទ័រតាមរបៀប digital តាមការរៀនអនឡាញការធ្វើ quiz តាមអនឡាញគឺគាត់ធ្វើបានល្អនេះហើយគឺជាការរីកចម្រើនជាមួយនឹងគាត់មាន presentation ជារៀងរាល់សប្តាហ៍គាត់មានការធ្វើបទបង្ហាញជាក្រុមគាត់មានការ case study ជាច្រើនដែលខ្ញុំឃើញថាវាជាចំណុចវិជ្ជមានសម្រាប់គិរីនិងសម្រាប់កូនសិស្សដទៃទៀតមិនមែនតែគិរីម្នាក់ឯងគឺទាំងអស់គ្នានៅក្នុងថ្នាក់អញ្ចឹងខ្ញុំគិតថានេះគឺជាចំណុចដែលសាលាកំពុងតែធ្វើបានល្អជាមួយនឹងសិស្សទាំងអស់គ្នាដែលខ្ញុំឃើញពីសាលាសវណ្ណភូមិនៅសាខាសៀមរាបនេះហើយក៏ប្រហែលជាទូទាំងប្រទេសក៏ដូចគ្នាដែរគឺទី1ខ្ញុំមើលទៅលើអ្នកគ្រូលោកគ្រូជាអ្នកគ្រូលោកគ្រូខ្មែរយើងគាត់សិតតែមានបទពិសោធន៍ទាំងអស់ហើយខ្ញុំឃើញគិតថាគាត់មានបទពិសោធន៍ក្នុងការនិយាយជាមួយនឹងកូនហើយខ្ញុំមិនដែលឃើញខ្ញុំតែងតែមកយកកូនខ្ញុំមិនដែលឃើញកាយវិការណាមួយដែលជាកាយវិការអវិជ្ជមានដែលខ្ញុំឃើញរវាងគ្រូនិងសិស្សមួយទៀតគ្រូបរទេសសាលាសវណ្ណភូមិក៏មានគ្រូបរទេសដែលគាត់មានជំនាញក្នុងការបង្រៀនកូនយើងអភិវឌ្ឍកូនយើងក្នុងផ្នែកភាសាបរទេសនឹងឲ្យល្អនេះហើយគឺជាអ្វីដែលខ្ញុំចង់បានហើយមួយទៀតគឺអាហារូបករណ៍គឺអាហារូបករណ៍គឺជា reward គឺជារង្វាន់លើកទឹកចិត្តសម្រាប់មាតាបិតានិងសិស្សព្រោះអានេះហើយគឺជាមួយផ្នែកនៃការលើកទឹកចិត្តរបស់សាលាមកកូនសិស្សទាំងអស់ហើយគាត់មានអាហារូបករណ៍ហ្នឹងតាំងពីលេខ1រហូតដល់លេខ5អញ្ចឹងហើយខ្ញុំសង្ឃឹមថាគ្រប់មាតាបិតាទាំងអស់គ្រប់អាណាព្យាបាលទាំងអស់គ្រប់ឋានៈទាំងអស់គឺត្រូវតែបញ្ជូនកូនមករៀនពេលដែលកូនដល់អាយុសិក្សាហើយបើសិនជាចង់បានសាលាដែលល្អសាលាដែលមានគុណភាពហើយបូករួមនឹងសាលាក៏ផ្ដល់ឲ្យច្រើនដូចជាអាហារូបករណ៍បរិក្ខារសាលាទំនើបកន្លែងសិក្សាមានបរិយាកាសល្អខ្ញុំគិតថាសាលាសវណ្ណភូមិគឺជាកន្លែងមួយដែលល្អសម្រាប់ជំរើសទី1របស់អ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាមិនកុំជឿសម្ដីខ្ញុំទាំងអស់ក៏បានដែរអ្នកទាំងអស់គ្នាអាចសាកយកកូនមករៀនសិនហើយយើងតាមដានការសិក្សារបស់កូនដូចជាធ្វើដូចខ្ញុំទៅអ្នកទាំងអស់គ្នានឹងដឹងថាលទ្ធផលវាយ៉ាងណាហើយបើសិនជាយើងចូលរួមទាំងអស់គ្នាទាំងមាតាបិតាទាំងគ្រូទាំងសាលាគឺខ្ញុំគិតថាល្អប៉ុន្តែខ្ញុំគឺអរគុណទៅខាងសាលាមែនទែនហើយខ្ញុំក៏សម្រេចចិត្តរបស់ខ្ញុំដាក់កូនមកសាលាសវណ្ណភូមិគឺមិនខុសទេសវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា